គួតទេអីអូនបានជាសម្រាប់ចិត្តលក់ផ្ទះដែលជាជំរកក្តីសុខរបស់អូនមានតាំងពីបន្លែមានតាំងពីមុខរបរមិនធ្វើអញ្ចឹងអូនកុំលក់ណាចាប់បងចាតាមពិតទៅអូនមិនចង់លក់ទេក៏ប៉ុន្តែបច្ចុប្បន្ននេះអូនអត់មានលុយតែម្ដងបងប្អូនអត់មានលុយតែម្ដងទាន់ជាតិត្រូវការអញ្ចឹងនាងខ្ញុំប្រកាសលក់ចាដីហ្នឹងគឺនាងខ្ញុំអភិវឌ្ឍទាំងទិញទាំងអីសរុបមកវា450000ឡើងលើបងប្អូននាងខ្ញុំប្រកាសត្រឹមតែ40ទេអាចចរចាបានចាហើយនាងខ្ញុំកាត់ប្លង់កាត់អីហើយចានាងខ្ញុំនឹងយក50000ជួយជាតិសល់ប៉ុន្មាននាងខ្ញុំទៅទិញដីតូចជាងនឹងទៅចាក៏ដូចជាមានកន្លែងដាំបន្លែអីចឹងទុកលុយដើម្បីមើលជំងឺបងប្អូនដឹងទេជំងឺនាងខ្ញុំច្រើនណាស់ជំងឺបាក់ទឹកចិត្តវាក៏ធ្វើទុកដែរនៅពេលដែលនាងខ្ញុំគិតច្រើននាងខ្ញុំគេអត់លក់ទេលេបថ្នាំជាប្រចាំតែម្ដងលេបថ្នាំយូរទៅវាប៉ះពាល់ដល់តម្រងនោមទៀតបងប្អូនតម្រងនោមរបស់នាងខ្ញុំនឹងឈឺដោយសារតែនាងខ្ញុំហូបទឹកពេកចាកឹបនោមនឹងមានជាតិគីមីក្នុងខ្លួនច្រើនបានន័យថានាងខ្ញុំកែសម្ផស្សចាក់មុខច្រើនអញ្ចឹងទៅផ្សះច្រើនវាធ្វើទុកចាចឹងហើយនាងខ្ញុំមិនអាចមានលទ្ធភាពរកលុយជួយជាតិបានទេចាហើយក៏ដូចជាមើលសុខភាពបានទេអញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តលក់បើសិនជាលក់ចេញអញ្ចឹងណាបងប្អូនចេះតែប្រកាសលេងទៅគ្រាន់មានអ្នកមានក៏ដូចជាអានិកជនណាក៏ដូចជាមានកន្លែងហ្នឹងល្អចាគាត់មានលុយគាត់អាចយកមកបន្តបើការរកស៊ីក្រៅអូខេអីបានចាចេះតែប្រកាសលេងទៅបើសិនជាត្រូវលក់មែនបងប្អូនលក់ដើម្បីយកលុយជួយជាតិក៏ដូចជាមើលជំងឺនាងខ្ញុំដែរហេបងប្អូនឈួតទេអីអូនបានជាសម្រាប់ចិត្តលក់ផ្ទះដែលជាជំរកក្តីសុខរបស់អូនមានតាំងពីបន្លែមានតាំងពីមុខរបរមិនធ្វើអញ្ចឹងអូនកុំលក់ណាចាប់បងចាតាមពិតទៅអូនមិនចង់លក់ទេក៏ប៉ុន្តែបច្ចុប្បន្ននេះអូនអត់មានលុយតែម្ដងបងប្អូនអត់មានលុយតែម្ដងទាន់ជាតិត្រូវការអញ្ចឹងនាងខ្ញុំប្រកាសលក់ចាដីហ្នឹងគឺនាងខ្ញុំអភិវឌ្ឍទាំងទិញទាំងអីសរុបមកវា450000ឡើងលើបងប្អូននាងខ្ញុំប្រកាសត្រឹមតែ40ទេអាចចរចាបានចាហើយនាងខ្ញុំកាត់ប្លង់កាត់អីហើយចានាងខ្ញុំនឹងយក50000ជួយជាតិសល់ប៉ុន្មាននាងខ្ញុំទៅទិញដីតូចជាងនឹងទៅចាក៏ដូចជាមានកន្លែងដាំបន្លែអីចឹងទុកលុយដើម្បីមើលជំងឺបងប្អូនដឹងទេជំងឺនាងខ្ញុំច្រើនណាស់ជំងឺបាក់ទឹកចិត្តវាក៏ធ្វើទុកដែរនៅពេលដែលនាងខ្ញុំគិតច្រើននាងខ្ញុំគេអត់លក់ទេលេបថ្នាំជាប្រចាំតែម្ដងលេបថ្នាំយូរទៅវាប៉ះពាល់ដល់តម្រងនោមទៀតបងប្អូនតម្រងនោមរបស់នាងខ្ញុំនឹងឈឺដោយសារតែនាងខ្ញុំហូបទឹកពេកចាកឹបនោមនឹងមានជាតិគីមីក្នុងខ្លួនច្រើនបានន័យថានាងខ្ញុំកែសម្ផស្សចាក់មុខច្រើនអញ្ចឹងទៅផ្សះច្រើនវាធ្វើទុកចាចឹងហើយនាងខ្ញុំមិនអាចមានលទ្ធភាពរកលុយជួយជាតិបានទេចាហើយក៏ដូចជាមើលសុខភាពបានទេអញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តលក់បើសិនជាលក់ចេញអញ្ចឹងណាបងប្អូនចេះតែប្រកាសលេងទៅគ្រាន់មានអ្នកមានក៏ដូចជាអានិកជនណាក៏ដូចជាមានកន្លែងហ្នឹងល្អចាគាត់មានលុយគាត់អាចយកមកបន្តបើការរកស៊ីក្រៅអូខេអីបានចាចេះតែប្រកាសលេងទៅបើសិនជាត្រូវលក់មែនបងប្អូនលក់ដើម្បីយកលុយជួយជាតិក៏ដូចជាមើលជំងឺនាងខ្ញុំដែរហេបងប្អូន